បងប្អូនអើយសុំសួរមួយនៅខ្មែរយើងមានកម្មវិធីបែបនេះអត់អើយខ្ញុំអត់ដឹងទេព្រោះថាខ្ញុំឃ្លាតពីស្រុកកំណើតមកយូរហើយតែកាលខ្ញុំនៅនឹងដូចជាអត់ទាន់មានកម្មវិធីដូចថាក្មេងៗគេមានកម្មវិធីបង្ហាញសមត្ថភាពអីចឹងណាតែខ្ញុំគ្រាន់តែចង់បង្ហាញពីចានៅប្រទេសជប៉ុនណាបងប្អូនចាមិនថាក្មេងប៉ុណ្ណាទេគេមានកម្មវិធីនេះហាប់ឈូកៃនេះគឺការបង្ហាញពីសមត្ថភាពអញ្ចឹងណាហើយជារៀងរាល់ឆ្នាំមិនថាក្មេងអាយុប៉ុណ្ណាទេបងប្អូនមើលជាក់ស្ដែងនោះក្មេងកូនតូចមួយឆ្នាំហ្នឹងគេបង្រៀនចាឲ្យយើងរៀនបង្ហាញចាពីសកម្មភាពដែលគាត់បានរៀនពីគ្រូអីចឹងណាអត់ឲ្យខ្មាស់អត់ឲ្យអៀនឲ្យក្លាហានក្នុងការនិយាយអីចឹងណាសំដែងអីផ្សេងអញ្ចឹងទៅខ្ញុំនិយាយហ្នឹងខ្ញុំអត់បានប្រៀបធៀបណាបច្ចៈបងប្អូនចាហើយខ្ញុំគ្រាន់តែថាខ្ញុំសរសើរដែលគ្រូដែលគាត់ពូកែបង្រៀនក្មេងណាបងប្អូនចាឲ្យអង្គុយមកកន្លែងហើយស្ដាប់គាត់ហៅឈ្មោះហើយឲ្យច្រៀងតាមចាតាមចង្វាក់បទដែលគាត់ច្រៀងអីអញ្ចឹងណាអូយខ្ញុំអត់ដឹងថាគេប្រើវិធីសាស្ត្រអីទេបងប្អូនចាហើយពេលម៉ោងដេកម៉ោងអីខ្ញុំទៅយកកូនណាខ្ញុំឃើញគេដាក់ឲ្យដេកឡើងព្រាតែម្ដងណាពេលខ្លះខ្ញុំគិតថាអីតិចគ្រូដាក់ថ្នាំដឹងវាល្អពេកណា